លោកជំទាវអភិបាលខេត្តស្នើឲ្យជំនាញជលផលពិនិត្យជ្រើសរើសពូជត្រីដែលអាចបន្សាំនិងបន្តពូជក្នុងទឹកស្ទឹងបានលោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទជាពិសេសផ្នែកជលផលត្រូវពិនិត្យជ្រើសរើសពូជត្រីដែលត្រូវលែងឲ្យជាពូជដែលអាចបន្សាំនឹងស្ថានភាពទឹកស្ទឹងដែលមានចរន្តហូរបានព្រោះប្រភេទត្រីខ្លះមិនអាចរស់នៅនិងបន្តពូជក្នុងទឹកស្ទឹងបានទេម្យ៉ាងទៀតខេត្តប៉ៃលិនជាតំបន់ខ្ពង់រាបដែលមានតែស្ទឹងអូរនិងប្រឡាយមិនមានបឹងឬទន្លេធម្មជាតិសម្រាប់ឲ្យត្រីគ្រប់ប្រភេទធ្វើជាជម្រកនិងពងកូននោះទេប្រសាសន៍នេះត្រូវបានលើកឡើងក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ1កក្កដាឆ្នាំ2026ដែលបានរៀបចំឡើងនៅទីតាំងការពារនិងអភិរក្សជលផលស្ថិតក្នុងភូមិភ្នំកុយឃុំសាលាក្រៅស្រុកសាលាក្រៅខេត្តប៉ៃលិនលោកជំទាវបន្តថាទិវាមច្ឆជាតិ1កក្កដាគឺជាទិវាដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សនិងអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាពហើយទិវានេះត្រូវបានកំណត់ឲ្យប្រារព្ធនៅថ្ងៃទី1ខែកក្កដាក្នុងច្បាប់ស្តីពីជលផលដោយឡែកសម្រាប់ខេត្តប៉ៃលិនបានលើកពេលប្រារព្ធមកធ្វើនៅថ្ងៃទី31ខែកក្កដាឆ្នាំ2026លោកជំទាវបានបញ្ជាក់ថាទិវានេះមានគុណតម្លៃសំខាន់ៗក្នុងការអភិរក្សធនធានជលផលធានាសន្តិសុខស្បៀងអាហារគាំទ្រជីវភាពប្រជាពលរដ្ឋបណ្ដុះស្មារតីទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋក្នុងការស្ដារនិងថែរក្សាធនធានត្រីក្នុងធម្មជាតិព្រមទាំងលើកកម្ពស់ការចិញ្ចឹមវារីវប្បកម្មទិវាមច្ឆជាតិ1កក្កដាក៏មានគុណតម្លៃទាំងផ្នែកបរិស្ថានសេដ្ឋកិច្ចសង្គមនិងសន្តិសុខស្បៀងអាហារដោយជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សាធនធានជលផលដើម្បីទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយលោកជំទាវបញ្ជាក់ទៀតថាដើម្បីធានាចីរភាពក្នុងការអភិរក្សធនធានជលផលមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវស្វែងរកនិងកំណត់ទីតាំងឲ្យបានកាន់តែច្រើនសម្រាប់រៀបចំជាតំបន់ការពារនិងអភិរក្សជលផលព្រមទាំងជ្រើសរើសពូជត្រីដែលអាចបន្សាំនិងបន្តពូជក្នុងទឹកស្ទឹងបានដោយសារបច្ចុប្បន្នទីតាំងអភិរក្សនៅមានចំនួនតិចនៅឡើយពុំទាន់ឆ្លើយតបនឹងតម្រូវការដែលបានកំណត់ឲ្យមានទីតាំងអភិរក្សធនធានជលផលឬស្រះជំរកត្រីសហគមន៍យ៉ាងតិចមួយកន្លែងក្នុងមួយឃុំសង្កាត់ដើម្បីរួមចំណែកបង្កើនសន្តិសុខស្បៀងសម្រាប់ប្រជាជននាពេលបច្ចុប្បន្ននិងអនាគតយោងតាមរបាយការណ៍របស់លោកសាយសុផាតប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ជាក់ថាខេត្តប៉ៃលិនមានទីតាំងការពារនិងអភិរក្សជលផលស្ថិតនៅក្នុងឃុំចំនួន2គឺឃុំសាលាក្រៅនិងឃុំស្ទឹងត្រង់ដែលមានអន្លង់អភិរក្សចំនួន6អន្លង់លើផ្ទៃដីសរុបជាង8ហិកតានិងមានប្រវែងស្របមាត់ស្ទឹងសរុប 4.50 គីឡូម៉ែត្រជាមួយគ្នានេះខណ្ឌរដ្ឋបាលជលផលក៏បានរៀបចំបង្កើតស្រះជំរកត្រីចំនួន10កន្លែងដោយឡែកនៅក្នុងឃុំសង្កាត់ចំនួន6ផ្សេងទៀតពុំអាចរៀបចំស្រះជំរកត្រីសហគមន៍បានដោយសារលក្ខខណ្ឌភូមិសាស្ត្រមិនសមស្របនិងពុំមានបឹងឬស្រះធំៗចំពោះការងារចុះបង្ក្រាបបទល្មើសនេសាទក្នុងរយៈពេល6ខែដើមឆ្នាំ2026សមត្ថកិច្ចបានបង្ក្រាបបទល្មើសចំនួន1ករណីបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2025គឺថយចុះចំនួន3ករណីសូមបញ្ជាក់ថាក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ1កក្កដាឆ្នាំ2026នេះក៏មានការលែងកូនត្រីសរុបចំនួន 26,000 ក្បាលក្នុងនោះមានកូនត្រីឆ្ពិនចំនួន 10,000 ក្បាលកូនត្រីក្រាញ់ចំនួន 10,000 ក្បាលនិងកូនត្រីកន្ធរចំនួន 6,000 ក្បាល